ចំហុយយកមកធ្វើអញ្ចឹងនិយាយពីថាឆ្ងាញ់មែនតែនបានញ៉ាំជាមួយនឹងបន្លែនងពោះមានជាមួយនឹងស្ពៃក្តោបអីអញ្ចឹងទៀតណារសជាតិគឺបាច់និយាយអស់បាយច្រើនមែនតែនខ្ញុំបានត្រាំផ្អករៀងយូរដែរបន្ទាប់មកខ្ញុំយកមកចិតជាដុំតូចៗអញ្ចេះហើយខ្ញុំបន្ថែមជាមួយនឹងស្ករដាក់ជាមួយនឹងប៊ីចេងហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមសមានជាមួយនឹងគល់ខ្ទឹមក្រហមម្ទេសមានទាំងម្ទេសស្រស់មានទាំងម្ទេសហុយអញ្ចឹងបងហើយយើងកូរច្បល់វាបញ្ចូលគ្នាឲ្យសព្វអញ្ចឹងមកផ្អាប់ចោលមួយសន្ទុះសិនណាចាំយើងយកទៅចំហុយឬក៏ចង់ខ្ចប់ជាមួយស្លឹកចេកអាំងអីក៏បានដែរអាហ្នឹងទៀតគឺថាកាន់តែឈ្ងុយមែនតែនហើយបើសិនជាផ្អកប្រៃខ្លាំងណាបងអាចត្រាំទឹកចោលទុកឲ្យយូរបន្តិចទៅច្រើនម៉ោងបន្តិចទៅបានវាសាបអញ្ចឹងណាហើយផ្អកខ្ញុំក៏ប្រៃខ្លាំងដែរប៉ុន្តែខ្ញុំត្រាំទឹកទុកចោលទៅដល់ពេលយើងយកមកចំហុយអញ្ចឹងនិយាយពីថាអត់ប្រៃទេបងទៅជាចង់សាបវិញទៀតហើយយើងកូរច្បល់គ្នារហូតតតែលាយប៊ីចេងមួយស្ករអីហ្នឹងមកដាក់ស្ករត្នោតក៏បានដែរតែខ្ញុំចង់ដាក់ស្ករសអញ្ចឹងណាហើយខ្ញុំក៏បានបន្ថែមជាមួយនឹងដុំខ្ញីបន្តិចទៅធ្វើអញ្ចឹងវាកាត់ឆ្អាបហើយក៏វាឈ្ងុយដែរអញ្ចឹងណាខ្ញុំក៏បានដាំទឹកឲ្យពុះហើយដាក់វាចូលទៅឥឡូវនេះវាបានឆ្អិនហើយបងហើយខ្ញុំបើកភ្លើងតិចដែរប៉ុន្តែវានៅតែមានទឹកចូលទៀតដោយសារតែខ្ញុំអត់គ្រប់គម្រប់មកតង់ទៀតអីអញ្ចឹងណាបន្លែរបស់ខ្ញុំមានដូចជាការ៉ុតតិចអានងពោះហើយនិងស្ពៃក្តោបនៅក្នុងទូមានតែប៉ុណ្្នឹងទេអញ្ចឹងហើយគឺញ៉ាំតាមនឹងទៅហើយអានងពោះខ្ញុំក៏យកសាច់ខាងក្នុងជាមួយគ្រាប់វាចេញមកហើយជ្រលក់ជាមួយទៅបងតិចស្រួយនិយាយពីថាឆ្ងាញ់ខ្លាំងមែនតែនត្រីតមកកង់ឯងប៉ុន្តែញ៉ាំពីព្រឹកដល់ល្ងាចដោយសារតែពេលហាន់តូចៗចឹងទៅគឺវាបានច្រើនដែរហើយនិយាយពីថារសជាតិគេគឺរៀងអែមតិចមានជាមួយម្ទេសហឹលតែអត់ប្រៃទេបងដោយសារតែវាចូលទឹកផងអីផងប៉ុន្តែទឹកវាហ្នឹងពេលយើងយកមកញ៉ាំជាមួយបាយក៏ឆ្ងាញ់ដែរបើថ្ងៃនេះវិញសំណាងមាត់ទៀតហើយអង្គុយក៏មកពីហាត់ប្រាណវិញចូលផ្ទះបានមួយសន្ទុះស្រាប់តែអ៊ីគាត់មកហើយគាត់ក៏ឲ្យស្វាយមួយនេះទៅនិយាយពីថាធំមែនតើហ្មងហើយលងធ្ងន់មួយហ្នឹងចិត្ត1គីឡូបងហើយខ្ញុំក៏ចិត្តចឹងមកត្រៀមបើម្ទេសហើយស្រេចហើយពេលហ្នឹងពេលថ្ងៃមេឃភ្លៀងត្រជាក់ដែរអញ្ចឹងណាចង់ញ៉ាំមកជូរស្រាប់ផងហើយបានស្វាយអញ្ចឹងទៀតនិយាយពីថាសំណាងមាត់មែនតែនហើយខ្ញុំយកទៅលាងសិនបន្ទាប់មកខ្ញុំចិត្តដាក់ចានចេះបងត3-4ចំណិតហ្នឹងណាឆ្អែតមែនតែនដោយសារតែវាធំនិយាយទៅធំខ្លាំងមែនតែនហ្មងហើយស្វាយមួយហ្នឹងខ្ញុំញ៉ាំ2ពេលបានអស់ដោយសារតែមួយចំហៀងហ្នឹងគឺថាញ៉ាំមួយពេលឡើងឆ្អែតមែនតែនឥឡូវនេះភ្លេចខ្លួនមកដល់ពេលយប់បាត់ហើយពេលនេះម៉ោង7យប់បងប៉ុន្តែខ្ញុំមានអារម្មណ៍ថាមិនគឺភ្លឺមែនតែននៅខាងក្រៅវិញគឺភ្លឺជាងនៅក្នុងវីដេអូដែលខ្ញុំថតនេះទៀតខ្ញុំនឹង surprise មែនតែនដល់ល្ងាចឡើងខ្ញុំបានស្ងោរជាមួយនឹងសាច់ជ្រូកបន្ទាប់មកទៀតខ្ញុំក៏ស្រស់ជាមួយនឹងបកាបន្តិចញ៉ាំជាមួយស្ពៃហាងមានជាមួយជីដើមខ្ទឹមអីអញ្ចឹងណាហើយមានទឹកកាពិបន្តិចដែរនិយាយទៅយប់ឡើងអញ្ចឹងចូលចិត្តញ៉ាំបន្លែអញ្ចឹងណាហើយមានជាមួយនឹងជីនាងវងអីទៅនិយាយទៅមួយថ្ងៃគឺផុសតវីដេអូញ៉ាំឯបងដោយសារតែខ្ញុំទម្លាប់គឺអាសាចូលចិត្តធ្វើម្ហូបអញ្ចឹងហើយយើងអាសាញ៉ាំម្ហូបអញ្ចឹងកុំឲ្យខាតយើងផុសរហូតថតរហូតអញ្ចឹងណាបន្ទាប់ពីញ៉ាំបាយហើយមួយសន្ទុះក៏មកញ៉ាំជាមួយយ៉ាអ៊ូនេះនិយាយទៅរសជាតិរបស់គេគឺឆ្ងាញ់ដែរហើយក៏អរគុណបងមើលមកដល់កន្លែងនេះកុំភ្លេចជួយ like page ម្នាក់មួយផងណាអរគុណបាយ